អ្នកប្រជាធិបតេយ្យឃើញមកប្រាប់បងប្អូនណាឲ្យបងប្អូនមានអំណាចណាពេលមេឃុំគណៈបកកម្លាំងជាតិឆ្នាំ2027ណាដឹកនាំក្នុងឃុំបងប្អូនរិះគន់ណាបងប្អូនដើរទៅចពុបលំថ្មបងប្អូនតែយីមេឃុំនេះអត់ចេះមើលការងារបងប្អូនជប់ចង្ហុកតែ5មកមេឃុំណាបងក្រុមប្រឹក្សាឃុំចុះមកមើលផ្លូវនេះឃើញទេទឹមតែធ្វើប្រហែលថ្ងៃមុនសោះទឹមតែធ្វើប្រហែលខែមុនសោះឥឡូវមកខូចហ៎ហ៎មេឃុំផ្លូវចូលវត្តខ្ញុំទឹកហូរកាត់ពីលើហើយទៅវត្តអបានទេទៅភ្ជុំម្ដងស្លៀកហូលស្លៀកប្រមួងទៅថ្វាយអង្គមលោកអបានទេឥឡូវមកមើលតិចមើលនិយាយអត់ខុសមេឃុំឥឡូវនៅកើតភូមិមានក្មេងៗប្រពាក់ប្រពូនគ្នាគ្រឿងញៀនមកមើលតិចមើលមេបោះនឹងណាសេចចឹងអាហ្នឹងគេហៅថាប្រជាពលរដ្ឋដែលមានអំណាចនៅក្នុងការដឹកនាំតាមបែបប្រជាធិបតេយ្យបងប្អូនតែបើគ្រាន់ប្រាប់ថាអូមេឃុំឥឡូវពុកលួយណាហូអត់បានទេបរិហាគេបង្កភាពវឹកវរសង្គមអាហ្នឹងមិនមែនសង្គមប្រជាធិបតេយ្យទេសង្គមប្រជាធិបតេយ្យនៅពេលដែលប្រជាពលរដ្ឋរិះគន់គឺត្រូវតែដោះស្រាយហើយបើដោះស្រាយបានអាហ្នឹងរឿងសមត្ថភាពខ្លួនឯងមិនចឹងហើយប្រជាពលរដ្ឋខ្លួនឯងនៅក្នុងសង្គមប្រជាធិបតេយ្យបងប្អូនត្រូវចាំហ្មងហើយចាំក្នុងចិត្តយើងមិនបាច់ទៅតតាំងគេកាន់លំថ្មកាន់ដបងអីទេបងប្អូនគ្រាន់តែមើលរបៀបបងប្អូនតែតែនិយាយថាជួយមនុស្សណាគាត់ថាជួយមនុស្សឲ្យលុយមនុស្សពេលហូបអីឲ្យញ៉ាំដល់ពេលចុងក្រោយស្រាប់ពឹងពាក់បន្តិចទួចធ្វើពើអត់បងប្អូនថាចាំក្នុងចិត្តឯងមែនទេចាំបងប្អូនក៏ដោយកូនក្មួយក៏ដោយមេឃុំក៏ដូចគ្នាដែរចវាយស្រុកក៏ដូចគ្នាដែរចវាយខេត្តក៏ដូចគ្នាដែរនៅក្នុងសង្គមប្រជាធិបតេយ្យបងប្អូនត្រូវចេះចឹងដូចគ្នាលើកនេះបោះឆ្នោតឲ្យអ្នកឯងធ្វើជាមេឃុំបោះឆ្នោតឲ្យអ្នកឯងធ្វើចវាយស្រុកចវាយខេត្តតំណាងរាស្ត្រនាយករដ្ឋមន្ត្រីប៉ុន្តែបើសិននិយាយអីតិចមិនបានរិះគន់អីតិចមិនបានក្នុងចិត្តចាំមើលបងឯងយើងកុំនិយាយពាក្យអាមឹងវាអាក្រក់ស្ដាប់មែនទេអំណាចយើងចឹងណាមានន័យថាអំណាចយើងគឺជាអ្នកមានអំណាចយើងជាអ្នកដែលមានអំណាចប៉ុន្តែកន្លងមកប្រជាពលរដ្ឋខ្មែរយើងតែងតែអត់គិតពីអំណាចអាហ្នឹងគិតស្មានតែអំណាចនឹងអំណាចស្អីផ្សេងអំណាចអាហ្នឹងឥឡូវសាក់បងប្អូនធ្វើការប្រើប្រាស់អំណាចខ្លួនឯងតិចមើលឥឡូវនេះបងប្អូនខ្ញុំគ្រាន់ប្រាប់នៅក្នុងពិភពលោកគ្មានប្រទេសណាមួយដែលអ្នកនយោបាយគ្រប់ជាន់ថ្នាក់រាប់តាំងពីថ្នាក់ឃុំរហូតដល់ថ្នាក់ជាតិមានសំណាងជាងអ្នកនយោបាយនៅក្នុងស្រុកខ្មែរទេខ្ញុំនិយាយមែនអ្នកនយោបាយនៅបារាំងអ្នកម្ដាយគាត់ធ្លាប់រស់នៅប្រទេសបារាំងអត់មានឯណាមកឯណាដេញអីទេខ្ញុំប្រាប់តែប្រជាពលរដ្ឋត្រូវការរកមិនឃើញច្បាស់ជាអាណត្តិក្រោយប្រហែលជាអត់មានសង្ឃឹមទេតាមស្រួលហ្នឹងឡូឡាតរត់តែលៀលេងពាក់កណ្ដាលអាណត្តិប៉ុន្តែប្រជាពលរដ្ឋខ្មែរអត់ទេមេឃុំមេភូមិតែមិនស្រួលមកសឡុតចង្អុលមកយើងទៀតមែន